បាទជំរាបសួរពុកម៉ែបងប្អូនដែលចូលមកកាន់នៅ Channel ធ្វើទុរេនយកលុយបាទថ្ងៃនេះត្រូវនឹងថ្ងៃទី30ខែ10ឆ្នាំ2025បាទហើយក៏សូមទោសពុកម៉ែបងប្អូនទាំងអស់គ្នាផងដែលខ្ញុំខានចេញវីដេអូយូរដោយសារថាមមាញឹកពេកបាទមួយរយៈនេះគឺរវល់ច្រើនដោយសារថាអឺកំពុងតែមមាញឹកជាមួយនឹងការមើលថែផ្កាហើយការតាមដានផ្កាអញ្ចឹងបាទឥឡូវខ្ញុំនឹងឆ្លៀតចេញវីដេអូជូនពុកម៉ែបងប្អូនដែលគាត់តាមដាន channel របស់ខ្ញុំហើយនឹងពុកម៉ែបងប្អូនដែលគាត់ចូលមកថ្មីគាត់ជួយចុច Subscribe ហើយនឹងចុចរូបកណ្ដឹងនៅពេលដែលខ្ញុំផុសវីដេអូថ្មីគឺចូលដល់ទូរស័ព្ទពុកម៉ែបងប្អូនទាំងគ្នាតែម្ដងបាទសម្រាប់បទពិសោធន៍ដូចជា technique ឬបទពិសោធន៍ដែលខ្ញុំធ្វើផ្ទាល់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាមើលទាំងអស់គ្នាបាទឥឡូវគឺtrain នេះគឺ train អាយុ5ឆ្នាំបាទចូលផ្លាយឆ្នាំទី2នេះហើយបាទអញ្ចឹងគឺឥឡូវ train ក៏ចាប់ផ្ដើមចេញផ្កាបានចូលជា80%បាទ70-80ពីអត់ទាន់បាន100%ទេដោយសារតាមួយរយៈហ្នឹងគឺភ្លៀងខ្លាំងមែនតើភ្លៀងជាប់គ្នារាល់ថ្ងៃតែម្ដងបាទប៉ុន្តែដោយសារតែខាងខ្ញុំនេះគឺវាបានដាច់ទឹកភ្លៀងបាន5ថ្ងៃហើយក៏ខ្ញុំស្រោចទឹកហើយថ្ងៃហ្នឹងស្អែកឡើងមេឃភ្លៀងតែម្ដងអញ្ចឹងគឺវាបានដាច់ទឹកភ្លៀង5ថ្ងៃដល់ត្រេនខាងខ្ញុំវាបញ្ចេញអាការៈស្រោចទឹកបាទស្លឹកវាស្ពាប់ស្ពូនចឹងខ្ញុំធ្វើការស្រោចទឹកទៅពេលឥឡូវហ្នឹងគឺភ្លៀងជាប់គ្នាមករហូតបាទអញ្ចឹងគឺសម្រាប់ផ្កាត្រេនគឺបានរយៈប៉ុណ្នេះខ្លះហើយនឹងខ្លះក៏ទំចេញអញ្ចឹងរយៈប៉ុណ្នេះគឺវាមាន40%បាទ40%ហើយនឹងចេញថ្មីតូចហ្នឹងវាអាចជាខ្ទង់30-40%ទៀតហ្នឹងបាទអញ្ចឹងគឺសម្រាប់ train នៅរយៈនេះគឺខាងខ្ញុំគឺបានបាញ់បើកភ្នែកផ្ការួចទៅហើយបាញ់ថ្ងៃទី22បាទបាញ់បើកភ្នែកផ្កាថ្ងៃទី22ខែ10អញ្ចឹងឥឡូវថ្ងៃទី30ហើយវាចូល8ថ្ងៃហើយអញ្ចឹង2ថ្ងៃទៀតទៅបាញ់ថែផ្កាការពារសត្វល្អិតហើយនឹងបំពន់ផ្កាអញ្ចឹងបាទហើយនិយាយរួមគឺថ្ងៃទី22ខែ10ខ្ញុំបានបាញ់បើកផ្កាតាមពុះមេឃហើយសម្រាប់ថ្ងៃទី26ខែ10ខ្ញុំបានដាក់ជីទៅខាងដីដើម្បីឲ្យត្រួយនឹងវាដើរឲ្យលឿនបាទឲ្យវាធ្វើម៉េចឲ្យវាលាមុនផ្ការីកបាទអញ្ចឹងគឺផ្កានៅរយៈប៉ុណ្នេះបើសិនជាអត់ទាន់មានហើពកត្រួយមកទេបើពុកម៉ែបងប្អូនចង់បានត្រួយអាចធ្វើបានប៉ុន្តែហាមលើសរយៈនេះកាលណាដែលលើសរយៈនេះហើយវាធំជាងនេះឥឡូវឧទាហរណ៍នេះប៉ុណ្ណានេះបាទអានេះវាចាញ់មុនគេមកអានេះចៃវារោមអានេះមិនមែនមកពីពីពិសិដ្ឋទេអានេះចៃវារោមមុនគេព្រោះបានបាញ់តាមពុះមេឃអញ្ចឹងពេលវាចេញមកមុនគេចៃរោមទៅវាខ្លីអញ្ចឹងបាទអញ្ចឹងនេះនៅរយៈហ្នឹងគឺពុកម៉ែបងប្អូនអាចធ្វើត្រួយបានទេបើសិនជាផ្កាហ្នឹងវាប៉ុណ្ណឹងហើយកាលណាដែលធ្វើត្រួយគឺល្មមតែត្រួយចាញ់ល្មមតែត្រួយលាផ្កានេះរីកបាត់ហើយអញ្ចឹងគឺធ្វើឲ្យត្រេនហ្នឹងនៅពេលដែលរីកប្រឈមមុខនឹងការជ្រុះផ្កាខ្លះជ្រុះទាំងពេលរីកតែម្ដងខ្លះរីកហើយគឺជ្រុះអស់តែម្ដងអញ្ចឹងគឺសម្រាប់អ្វីដែលយើងខំធ្វើមកចឹងក្រោយគឺវាជ្រុះអស់ទៅវិញដោយសារស្នាដៃយើងធ្វើស្លឹកខុសពេលវេលាអញ្ចឹងបាទឬក៏ពុកម៉ែបងប្អូនអត់បានធ្វើទេតែវាចាញ់ខុសពេលវេលាក៏ជ្រុះចឹងដូចគ្នាបាទអញ្ចឹងគឺសម្រាប់ខាងលើនេះក៏មានអាខ្លះធំអាខ្លះទៅពកបាទដូចជាអាម៉ែកនេះចឹងនេះបាទនេះហើយនឹងអានេះអញ្ចឹងគឺសម្រាប់ភ្លៀងជាប់គ្នាសម្រាប់ត្រេនខាងខ្ញុំនេះគឺភ្លៀងជាប់គ្នារងថ្ងៃអញ្ចឹងគឺល្អវិញសម្រាប់ខាងខ្ញុំបាទកើតអីដោយសារតា
ខាងខ្ញុំគឺផ្កាវាចេញមកសឹងគ្រប់ហើយអញ្ចឹងគឺអ្វីដែលខ្ញុំត្រូវធ្វើគឺត្រូវធ្វើស្លឹកឲ្យចេញព្រមផ្កាតែម្ដងបាទឥឡូវគឺលែងចាំផ្កាហើយគឺផ្កាអាចការ9ឆ្នាំក៏វាចេញមកដែរតែចេញយឺតជាងអានេះបន្តិចបាទខុសត្រូវគ្នាប្រហែលជា5ថ្ងៃបាទ5ថ្ងៃទៅមួយអាទិត្យបាទអញ្ចឹងគឺសម្រាប់ស្លឹកខ្ញុំឲ្យបងប្អូនមើលស្លឹកបាននេះចឹងគឺស្លឹកខ្ញុំបានដាក់ជីទៅហើយសម្រាប់ជីខាងខ្ញុំប្រើទៅដើម្បីពន្លឿនស្លឹកឲ្យវាចេញមកលឿនហ្នឹងគឺខ្ញុំបានប្រើជី15 3ដើមលាយជាមួយនឹងជីអ៊ុយរ៉េ4600បាទនេះបាទសម្រាប់ស្លឹកចេញមកចឹងក៏សម្រាប់បងប្អូនមកមាន16 3ដើមក៏លាយ16 3ដើមលាយជាមួយ4600ទៅបាទហើយសម្រាប់អត្រានៃការលាយហើយនឹងការប្រើគឺសម្រាប់ចការដែលខ្ញុំធ្វើផ្ទាល់គឺខ្ញុំប្រើចំនួនជីអ៊ុយរ៉េ1បាវហើយនឹងជី15 3ដើម1បាវអញ្ចឹងបងប្អូនមាន16 3ដើមដាក់16 3ដើមល្អបាទអញ្ចឹងគឺសម្រាប់ខាងខ្ញុំគឺខ្ញុំប្រើ15 3ដើមបដូរមកប្រើ15 3ដើមនេះដោយសារតែចង់កាត់បន្ថយការចំណាយកាន់តែតិចជាងមុនអញ្ចឹងគឺប្រើ15 3ដើមវិញគឺវាតម្លៃវារៀងថោកជាង16ប៉ុន្តែគ្រាន់ធាតុអាហារវាហ្នឹងតិចជាង16 3ដើមបន្តិចអញ្ចឹងហើយតម្លៃជីវាថ្លៃឬថោកវាទៅតាមអាហារនៃក្នុងជីនឹងដែរបាទជាធម្មពលជីនឹងដែរអញ្ចឹងគឺសម្រាប់15 3ដើមក៏អាចប្រើជំនួស16 3ដើមបានដែរបាទអញ្ចឹងគឺបើប្រើ16ម្ដងតែម្ដងគឺល្អតែបើប្រើ15បានអត់បានបាទសម្រាប់នេះផ្កាអញ្ចឹងគឺនេះ2ថ្ងៃទៀតគឺខ្ញុំនឹងធ្វើការបាញ់មើលឥឡូវគឺបាញ់សាមុនថ្ងៃទី22បាទ22ដល់ថ្ងៃ30វា8ថ្ងៃហើយ2ថ្ងៃទៀតវា10ថ្ងៃបាទអញ្ចឹងគឺខាងខ្ញុំ10ថ្ងៃបាញ់ម្ដងតែមើលទៅតាមសត្វល្អិតដែរបើសិនជាមានសត្វល្អិតបំផ្លាញអញ្ចឹងគឺថាមួយអាទិត្យអីបាញ់ម្ដងឬក៏ដល់10ថ្ងៃហើយសត្វល្អិតអត់មានបំផ្លាញទេអាចពជាពេលដល់12ថ្ងៃបាទប៉ុន្តែហាមដល់កន្លះខែបាទកាលណាដែលដល់កន្លះខែបទពិសោធន៍ខ្ញុំដែលធ្លាប់ធ្វើមកកន្លងមកគឺកាលណាដែលដល់កន្លះខែហើយគឺច្បាស់ណាស់ផ្កាត្រេនយើងឬស្លឹកត្រេនយើងខូច30ទៅ40%ដោយសារអីអាហ្នឹងបើសិនជានៅក្នុងដំណាក់កាលយើងធ្វើស្លឹកកន្លះខែយើងបាញ់ម្ដងសត្វល្អិតនឹងមកស៊ីហើយនៅរយៈពេលផុតពី12ថ្ងៃទៅហ្នឹងគឺចាប់ផ្ដើមមានមកស៊ីហើយបើសិនជានៅរយៈយើងធ្វើស្លឹកខ្ចីនៅពេលដែលយើងគ្រាប់បាញ់ពេកធ្វើឲ្យវាមកស៊ីស្លឹកតែយើងខូចអត់ទាំងអស់ទេខូចតែ30% ទេ20-30% នៃស្លឹកហ្នឹងបើសិនជាថ្នាំយើងល្អអានៅសល់ហ្នឹងគឺល្អបាញ់ទៅគឺទប់ជាប់ល្អតែបើសិនជាថ្នាំយើងអត់សូវល្អទេបាញ់ហើយវានៅស៊ីតទៀតអាហ្នឹងអាចជាខូច 50% ហ្នឹងគឺសម្រាប់កម្លៀតនៃការរយៈពេលបាញ់ថ្នាំមិនថាថ្នាំស្លឹកឬថ្នាំផ្កាត្រូវតែហាមដល់កន្លះខែបាទត្រឹម12ថ្ងៃគឺល្អបំផុតអញ្ចឹងចាប់ពីមួយអាទិត្យបើថាមួយអាទិត្យវាញឹកពេកបាទមួយអាទិត្យវាផ្លែតដល់បាត់ហើយសម្រាប់ដូចជាការធំដូចដែលជាការខ្ញុំធ្វើនេះគឺបើសិនជាគិតជាមួយអាទិត្យបាញ់ម្ដងវិញអ្នកធ្វើការគឺមិនបាច់ធ្វើអីផ្សេងទេបាទគិតតែបាញ់ថ្នាំហ្នឹងទៅគឺរងថ្ងៃតែម្ដងតែបើដល់10ថ្ងៃដល់12ថ្ងៃគឺយើងមានពេលឲ្យអ្នកបាញ់ថ្នាំគាត់សម្រាកឬគាត់ធ្វើការងារផ្សេងខ្លះបាទកុំឲ្យបាញ់ថ្នាំពេកបាទអញ្ចឹងគឺសម្រាប់ឲ្យដើមនេះដែលដើមវាចាញ់សាក្រោយហ្នឹងអញ្ចឹងអាវែងសាមុនហ្នឹងវាបាន40-50% ហ្នឹងហើយសម្រាប់
ចេញក្រោយនេះនេះបាទនេះពកតាមមែកនេះអានេះគឺក្តៀងលាយផ្កាបាទមេឃភ្លៀងជាប់គ្នាបែបនេះគឺក្តៀងហើយនឹងផ្កាចាញ់មកលាយឡំគ្នាបាទអត់ចាញ់មកផ្កាសតទេបាទសារតាមមែកនេះក៏សទូចមកនេះបាទអញ្ចឹងឥឡូវសម្រាប់ខាងខ្ញុំមេឃកាន់តែភ្លៀងគឺកាន់តែល្អបាទតែអីដោយសារតែខ្ញុំចង់បានត្រួយនៅព្រមផ្កាហើយផ្កាខ្ញុំក៏បានប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយដែរព្រោះវានៅចាញ់ខ្លួនឯងបន្តទៀតប៉ុន្តែសម្រាប់នៃការធ្វើគឺបាត់ត្រឹមហ្នឹងធ្វើយកស្លឹកតែម្ដងផ្កាចុងក្រោយចាញ់មិនចាញ់គឺបដ ாய் តាមវាតែធម្មតាតែដល់ខែដាច់ទឹកភ្លៀងគឺវាចាញ់ខ្លួនឯងអាដើមនៅសល់ប្រហែលដើមហ្នឹងប៉ុន្តែអ្វីដែលយើងត្រូវធ្វើខាងខ្ញុំដែលត្រូវធ្វើពេលនេះគឺធ្វើយកត្រួយបាទដោយសារតែត្រេននេះគឺខ្ញុំធ្វើតែ2ឈុតហើយនឹងយកផ្កាតែម្ដងអញ្ចឹងគឺដោយសារតាកត្តាអាកាសធាតុវាគ្រាល់ដាច់ទឹកភ្លៀងពេកគឺកម្រងគឺយកនៅថាបានដើមខែ10ប៉ុន្តែភ្លៀងជាប់រហូតមកដល់ខែដើមខែ10ដាច់ទឹកភ្លៀងបាន2 3ថ្ងៃវាពកផ្កាមកខ្លះបន្ទាប់មកភ្លៀងជាប់ទៀតមកគឺបានដាច់ទឹកភ្លៀង5ថ្ងៃបាទដាច់ទឹកភ្លៀង5ថ្ងៃនៅក្នុងអំឡុងថ្ងៃទី10អីហ្នឹងបន្ទាប់មកខ្ញុំក៏បានស្រោចទឹកម្ដងស្រោចទឹកដើម្បីទី1គឺត្រេនខាងខ្ញុំវាចេញអាការៈខ្វះទឹកហើយទី2ផ្កាក៏វាបានដើរបាន 20-30% ហើយដែរខ្ញុំក៏បានស្រោចទឹកម្សាបន្ទាប់មកគឺចាប់ពីក្នុងអំឡុងពាក់កណ្ដាលខែ10ហ្នឹងគឺភ្លៀងជាប់មករហូតតែម្ដងបាទគឺសម្បីតែបាញ់ថ្នាំក៏អត់ងាយហើយដែរតែដោយសារតែងាកភ្លៀងបាទបាញ់បានមួយធុងអីចឹងភ្លៀងកន្លះម៉ោងហើយរាំងវិញអត់បានតទៀតចឹងបាទខ្លះភ្លៀងពេលយប់ពេញមួយយប់តែម្ដងបាទប្រហែលជា2-3ម៉ោងសម្រាប់ពេលយប់បាទអញ្ចឹងគឺសម្រាប់ដើមនេះគឺផ្កាប៉ុណ្នេះគឺសមរម្យបាទអញ្ចឹងគឺផ្កាប៉ុណ្នេះគឺល្មមហើយពុកម៉ែបងប្អូនបាទចង់បានផ្កាណើនពេកទេគឺផ្កាណើនពេកធ្វើឲ្យផ្កាហ្នឹងអត់សូវឆ្លោះទេបើយើងចង់ឆ្លោះត្រូវកាត់តែងផ្កាហ្នឹងឲ្យវាសល់ស្ដាងទៅវាឆ្លោះតែបើវាចាញ់មកស្ដាងខ្លួនឯងបែបនេះគឺចាញ់មកគឺឆ្លោះតែម្ដងបាទធំវែងអញ្ចឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលដើមផ្សេងទៀតបាទអញ្ចឹងគឺសម្រាប់ដើមនេះគឺពកមកតាមនេះបាទនេះអញ្ចឹងបើពុកម៉ែបងប្អូនសួរថាតើនៅភ្លៀងជាប់គ្នាអញ្ចឹងវាអាចមានអាកាសធាតុជាផ្កាទេបាទសម្រាប់ខាងខ្ញុំគឺមានតែគ្រាន់តែផ្កានឹងចាញ់មកវាលីក្តៀង30-40% អីចឹងបាទផ្កាលីក្តៀងបាទសម្រាប់អានេះឲ្យវាចាញ់មុនគេនេះចៃវារោមអញ្ចឹងគឺសម្រាប់ការបាញ់ទៅលើពុះមែកនេះបើមានវត្តមានផ្កាចេញមកដែលយើងគិតថា20-30% ហើយយើងបាញ់ពុះមែកទៅធ្វើឲ្យទី1យើងកម្ចាត់សត្វល្អិតបានទី2យើងជួយបើផ្កាដែលវាកំពុងចាញ់ផងដែរបាទអញ្ចឹងគឺសម្រាប់ដើមនេះម្ដងបាទដើមនេះគឺចេញតាមពុះមែកនេះបាទនេះអញ្ចឹងគឺបើភ្លៀងជាប់បែបនេះគឺផ្កាលីក្តៀងបាទមិនមែនចេញក្តៀងទាំងអស់ទេបាទនេះសម្រាប់ការលីក្តៀងបែបណាបាទគឺបែបនេះអានេះវាចេញមកវាប្រាំងជាក្តៀងតែវាជាផ្កាវិញបាទនេះអញ្ចឹងគឺអាកន្លែងនេះគឺកន្លែងក្តៀងកន្លែងកក្តៀងដែលខ្ញុំឲ្យគេកាត់ចោល
ចឹងពេលគេកាត់ចោលពេលវាលាស់មកសាមីគឺវាទៅជាផ្កាប៉ុន្តែវាដំបូងវាបំរុងជាផ្កាហើយប៉ុន្តែដោយសារតែមេឃភ្លៀងជាប់វាចង់ជីកក្តៀងហើយដល់ពេលវាបានរាំងវិញប្រហែលថ្ងៃនេះវាជាផ្កាវិញមកចឹងតាមអត់ទាន់ទេត្រេនបាទពុកម៉ែបងប្អូនអត់បានពិនិត្យវាគឺអត់បានដឹងតនភាពផ្កាវាទេបាទបានចឹងគឺសម្រាប់បើអានេះគឺផ្កាបាទ 100% អាកញ្ញំឲ្យពណ៌លឿងបែបនេះគឺផ្កា 100% តែបើសិនជាបែបស្រួចបាទនេះស្រួចបែបនេះអានេះបើសិនជាមេឃអត់រាំងទេអាកញ្ញំទាំងអស់នេះគឺសិតតែក្តៀងទាំងអស់បាទនេះដូចជានេះទាំងអស់ចឹងតែបើសិនជាមេឃនេះបើសិនជាមេឃរាំងបើពួកអានេះវាចេញមកផត់ហើយវាក្តៀងស្រាប់ហើយវាលែងទៅជាផ្កាហើយបាទតែបើសម្រាប់ពួកអាទូចនៅអានេះបើសិនជារាំងដាច់ទឹកភ្លៀងមកស្ងួតដីគឺអាហ្នឹងវានឹងទៅជាផ្កាបាទអញ្ចឹងគឺសម្រាប់នេះខ្ញុំឲ្យបងប្អូនមើលអានេះបាទនេះគឺផ្កាលាយក្តៀងអញ្ចឹងគឺអានេះក្តៀងបាទហើយអានេះផ្កាអានេះផ្កាអានេះក្តៀងទៀតអញ្ចឹងគឺលក្ខណៈកាលណាដែលភ្លៀងជាប់គ្នាហើយត្រេនយើងកំពុងរៀបចំចេញផ្កាគឺវាចេញផ្កាដែរប៉ុន្តែវាបែបលាយក្តៀងបាទចេញលាយគ្នាបែបហ្នឹងអញ្ចឹងគឺมันទៅជាបញ្ហាទេបាទផ្កាវានៅតែមកតែគ្រាន់តែវាលាយក្តៀងមកខ្លះអញ្ចឹងខ្ញុំនឹងនាំបងប្អូនមើលដើមនេះជាបន្តបាទសម្រាប់ដើមនេះគឺការឈុតមុនបាទគឺសម្រាប់ការឈុតនេះគឺវាចេញនៅពេលអាយុវាគឺ10ថ្ងៃឯបាទនេះ10ថ្ងៃជាងហើយសម្រាប់អាយុផ្កានេះហើយនឹងមានចាញ់តបែបនេះទៀតបាទសម្រាប់នេះគឺនៅកក្តៀងបាទនៅពេលដែលកាត់ក្តៀងយើងស្មានត្រូវអាកាសធាតុកាត់ឲ្យចាញ់មកវិញគឺជាផ្កាបែបនេះបាទនេះមិនមែនជាក្តៀងទេអានេះគឺជាផ្កាដែលមូលកញ្ញំបែបនេះបាទបងប្អូនខ្លះគាត់អត់ដឹងថាអាណាជាក្តៀងឬអាណាជាផ្កាទេបាទអញ្ចឹងគឺអានេះផ្កាវាចេញមកពីកក្តៀងអញ្ចឹងគឺសម្រាប់អ្នកខ្លះគាត់ថាកក្តៀងវាតែចាញ់មកវាក្តៀងវិញហើយអាហ្នឹងគឺដោយសារតែអាកាសធាតុអត់អំណោយស្រកអត់អំណោយផលបាទពេលអាកាសធាតុអត់អំណោយផលយើងកាត់ខុសចង្វាក់កន្លែងភ្នែកក្តៀងវាចេញមកវានៅតែក្តៀងដដែលតែបើយើងស្មានអាកាសធាតុដឹងហើយត្រេនយើងនឹងយើងសន្សំអាហារទៅគ្រប់គ្រាន់ស្លឹកខ្មៅល្អហើយយើងកាត់ពឹបនៅពេលដែលវាចេញមកវិញគឺផ្កាកញ្ញំតាមជុំវិញកក្តៀងបែបនេះបាទសម្រាប់អានេះគឺផ្កាលីក្តៀងអានេះផ្កាហើយក្រោមនេះក៏ផ្កាដែរបាទអាវែងជាងគេនេះអានេះក្តៀងបាទអញ្ចឹងគឺមូលហេតុដែលផ្កាលីក្តៀងដោយសារថាបរិមាណទឹកច្រើនសំណើមខ្ពស់គឺមកពីមេឃភ្លៀងនឹងហើយបាទបើសិនជាការស្រោចទឹករបស់យើងគឺស្រោចយ៉ាងណាក៏វាអត់សូវចេញក្តៀងមកដែរបាទបើសិនជាការស្រោចទឹកគឺស្រោចសើមទាំងដីខាងលើវាអត់មានចំហាយត្រជាក់ទេអញ្ចឹងគឺត្រេននឹងវាអាចបឺតទាំងផ្លូវស្លឹកហើយទាំងផ្លូវឫសបានបាទអញ្ចឹងគឺទឹកដែលនៅស្លឹកវាក៏វាបឺតបានហើយទឹកដែលនៅមកដល់ឫសក៏វាបឺតបានបាទអញ្ចឹងគឺសម្រាប់ត្រេននេះតតែ2ថ្ងៃទៀតទើបខ្ញុំធ្វើការបាញ់ថ្នាំបើវាម្សាទៀតសម្រាប់ផ្កាបាទអញ្ចឹងគឺការដែលបាញ់ផ្កាក៏ខ្ញុំត្រូវតែបាញ់ស្លឹកទៅជាមួយកាលអីដោយសារតែខ្ញុំធ្វើផ្កានៅព្រមស្លឹកធ្វើស្លឹកនៅព្រមផ្កាបាទអញ្ចឹងគឺសម្រាប់នេះផ្កាបាទនេះផ្កាចេញជាមួយក្តៀងអញ្ចឹងអាហ្នឹងទោះបីទុកក៏វាមិនកាន់ផ្លែដែរបាទអញ្ចឹងខ្ញុំឃើញតែបោះចោលហើយ
bàn chân cứ đi chia sầm nạp mấy ní cứ cá tràn trôi hay sầm nạp mấy ní chân cứ mấy ní cứ do bàn trầm tai buôn từ pram phai anh năng không cả ở này tha đam năng việc miền cá cướp mẹ ta bây giờ chỉ miền cướp mẹแบบนี้bà lấy lỡ khla có thao mặc la bọc so màu tามแม่แบบนั้นចឹងមើលក្នុងករណីមានគ្រប់ម៉េចបែបនេះគឺក្នុងមួយម៉េចហ្នឹងគឺយកតែ1 2គឺគ្រប់គ្រាន់ហើយបាទអញ្ចឹងគឺសម្រាប់ម៉េចធំនេះយកត្រឹម2ទៅ3ហើយអាម៉េចតូចបែបនេះយក1 2 1 2អញ្ចឹងគឺក្នុងមួយដើមហ្នឹងសម្រាប់ពុកម៉ែបងប្អូនថាតើតរេនអាយុ5ឆ្នាំក្នុងមួយដើមហ្នឹងអាចយកប្រមាណបាទអញ្ចឹងបើសួរថាអាចយកប្រមាណក៏បានដែរប៉ុន្តែគ្រាន់តែថាយកប្រមាណដែលវាមិនប៉ះពាល់ដល់សុខភាពដើមធ្វើឲ្យដើមយើងនៅតែរឹងមាំជាបន្តអញ្ចឹងគឺសម្រាប់ដើមនេះសម្រាប់ខ្ញុំផ្ទាល់គឺ20ផ្លែចោះបាទ5 10ផ្លែឬ20ផ្លែប៉ុន្តែផ្លែនេះសូមបញ្ជាក់គឺ15ផ្លែ20ផ្លែហ្នឹងគឺសិតតែຂະຫນາດល្អគឺសិតតែ1 3គីឡូ4គីឡូបាទអញ្ចឹងគឺយើងបានត្រេនផ្លែធំល្អស្មើហើយដើមអត់បាក់កម្លាំងទៀតអញ្ចឹងបងប្អូនទុកច្រើនក្នុងមួយដើមថាទុក50បាទទុកបានប៉ុន្តែវាមានអាកប៉ិកប៉ុកលាយគ្នាជាមួយគ្នាហ្នឹងឧទាហរណ៍ថាល្អបាន20អាយើងអន់បាន30អញ្ចឹងវា50ដែរអញ្ចឹងបានច្រើនប៉ុន្តែបើថ្លឹងគីឡូជាមួយអា20ផ្លែ1ផ្លែ4គីឡូអញ្ចឹងគុណគូទៅវាអាចជាលើស50ផ្លែលើស20ផ្លែបន្តិចតួចទៅគីឡូវាព្រោះវាផ្លែវាអត់ស្មើហើយបើពុកបងប្អូនដែរខ្ញុំអាចធ្វើផ្លែស្មើបានបាទធ្វើឲ្យផ្លែស្មើបាន50ផ្លែដើមហ្នឹងកាត់ផ្លែហើយទោះបីបើយ៉ាងណាក៏ដើមនឹងនៅតែទ្រុឌទ្រោមដែរបាទវាប្រឈមមុខនឹងជំងឺកាលណាដែលយើងយកច្រើនធ្វើឲ្យដើមខ្សោយអញ្ចឹងគឺសម្រាប់20ផ្លែ25ផ្លែឬ20ផ្លែហ្នឹង25ផ្លែលើសជ្រុលហើយសម្រាប់ដើមនេះបាទយកបានតែ20ផ្លែទៅ5 10ផ្លែបាទអញ្ចឹងគឺសម្រាប់នេះខាងក្រៅហើយខ្ញុំក៏បានដាក់ជីឲ្យគេដាក់ជីត្រួយទៅឲ្យដែរបាទឥឡូវត្រួយពងដាក់បន្តដែរអញ្ចឹងគឺកន្លះខែក្រោយមកគឺខ្ញុំដាក់ម្ដងទៀតសម្រាប់ត្រួយនេះអញ្ចឹងគឺខ្ញុំដាក់ម្ដងទៀតគឺខ្ញុំអត់ប្រើអ៊ុយរ៉េទៀតទេគឺប្រើតែ15 3ដើមទៅទេតែម្ដងអញ្ចឹងគឺសម្រាប់អ៊ុយរ៉េគឺដាក់តែដំបូងជាការជំរុញនៃការលូតលាស់ត្រួយស្ទុះឲ្យលឿនអញ្ចឹងគឺអ៊ុយរ៉េហ្នឹងវាបានតែការលូតលាស់ខ្លាំងប៉ុន្តែធាតុអាហារគឺវាអត់មានទេតែអត់មានគឺវា0មកដែរអាពេលហើយនឹងការហើយសម្រាប់អា N ហ្នឹងគឺវា46អញ្ចឹងវាខ្ពស់នៃការជំរុញនៃលើកដំបូងដែលវាឲ្យដាក់ឲ្យវានឹងហើបត្រួយមកបានឬក៏ត្រួយវាកំពុងហើបហើយតែវារៀងចេញយឺតជាងដាក់អាហ្នឹងទៅគឺវាជំរុញឲ្យលូតមកលឿនតែម្ដងចេញមកស្រស់បានអញ្ចឹងគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលដើមផ្សេងបាទហើយក៏ខានវាធ្វើវីដេអូយូរដែរក៏ការនិយាយក៏មិនក្បោះក្បាយដូចមុនទេដោយសារថាអ្វីក៏ដោយបើសិនជាយើងធ្វើឡើងស៊ាំទៅគឺយើងនិយាយទៅគឺវាមិនតាក់មិនស្អិតហើយក៏និយាយដឹងក្បាលនឹងកតុយបាទតែសម្រាប់ឥឡូវនេះក៏នឹកឃើញអីនិយាយនងបាទមើលឃើញផ្ទាល់និយាយផ្ទាល់បាទជូនពុកម៉ែបងប្អូនឲ្យគាត់តាមដាន channel របស់ខ្ញុំហើយខ្ញុំក៏មិនមែនជាគ្រូរៀនមកពីសាលាណាដែរសូមបញ្ជាក់គឺខ្ញុំធ្វើtrain ផ្ទាល់ខ្ញុំនៅជាមួយ train យូរឆ្នាំហើយខ្ញុំដឹងពី train បានច្រើនហើយនឹងដឹងមិនអស់ទេគ្រាន់តែដឹងបានច្រើនគួរសមហើយនឹងព្យាយាមសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតជាបន្តបន្ទាប់អ្វីដែលខ្ញុំចង់ដឹងអ្វីដែលខ្ញុំឆ្ងល់គឺខ្ញុំស្រាវជ្រាវបន្ថែមជាបន្តបន្ទាប់អ
គ្រាន់តែខ្ញុំមិនបានប្រឡូកនៅក្នុងពិភពFacebook ឬ TikTok បាទខ្ញុំនៅតែតាក់ក្នុង YouTube សម្រាប់TikTok ឬ Facebook គឺខ្ញុំលេងធម្មតាបែបផុសតិចតួចធម្មតាអត់មានបញ្ចេញមតិទិញយោបល់អត់មានបង្ហាញនិយាយពីការធ្វើខាងពីការនេះការនោះច្រើនទេបាទអញ្ចឹងបើសិនជាខ្ញុំនិយាយខុសឆ្គងត្រង់ណាសម្រាប់ពុកម៉ែបងប្អូនកុំប្រកាន់ខ្ញុំអីបាទអញ្ចឹងគឺសម្រាប់ឥឡូវនេះគឺផ្កាបាទបានរយៈប៉ុណ្នេះបាទនេះផ្កាលីកខ្ញុំកាត់ចោលអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនថាតើផ្កាបាទផ្កានៅខែហ្នឹងតើឧទាហរណ៍ឥឡូវថាចូលខែ11ចុះបាទសម្រាប់ពុកម៉ែបងប្អូនដែលទៅតែពកផ្កាហើយបើសម្រាប់ខាងខ្ញុំនេះគឺវានិយាយទៅគឺប្រហែលពាក់កណ្ដាលខែ10បាទនេះផ្កានេះអាយុវាចូលកន្លះខែចូល10ថ្ងៃទៅកន្លះខែវាបានវាយនេះអញ្ចឹងចាប់ពីវាយនេះទៅវាលឿនទេហើយផ្កាក៏វាមិនលឿនពេកដែរក៏មិនយូរពេកដែរបាទគឺចំនួនវាចាប់ពីពកទូចមករហូតដល់វារីកគឺចំនួន60ថ្ងៃបាទនេះតាំងពីប៉ុណ្ណាបាទតាំងពីពកមកមិនប៉ុណ្នេះបាទនេះតាំងពីប៉ុណ្ណឹងជាផ្នែកក្តាមរហូតដល់វារីកគឺមានចំនួន60ថ្ងៃអញ្ចឹងគឺសម្រាប់ស្លឹកត្រេនរបស់យើងគឺតាំងពីចេញរហូតដល់លាគឺវាចំនួន45ថ្ងៃប៉ុន្តែសម្រាប់ចាប់ពីវាលាដល់វាចេញត្រួយមួយសាទៀតគឺវាមានចំនួន60ថ្ងៃអាហ្នឹងសម្រាប់ពេលវាលាវាសំយកលើព្រះអាទិត្យបានហ្នឹងគឺវា45ថ្ងៃអញ្ចឹងយើងគិតត្រឹម45ថ្ងៃអញ្ចឹងគឺផ្កានេះគឺវាមានអាយុ60ថ្ងៃអញ្ចឹងបើយើងធ្វើស្លឹកនៅពេលផ្កានៅតូចយើងធ្វើតាន់តែបើផ្កាធំហើយយើងធ្វើអត់តាន់ទេបាទយើងធ្វើទៅគឺវានឹងប្រឈមមុខការជ្រុះផ្កានៅពេលដែលផ្ការីកឬផ្ការីកហើយនៅកិច្ចរយៈកតុយជាបាទអញ្ចឹងគឺសម្រាប់ដើមនេះក៏ត្រួយទៅតែលូតមកដែរបាទអញ្ចឹងគឺតាន់ហើយខ្ញុំនឹងធ្វើវីដេអូជូនពុកម៉ែបងប្អូនជាបន្តបន្ទាប់នៃការធ្វើផ្កាហើយព្រមត្រួយនេះបាទអញ្ចឹងបើសិនជាត្រេនពុកម៉ែបងប្អូនធ្វើបាន3ស្លឹកហើយគឺអត់ចាំបាច់ត្រូវធ្វើស្លឹកស្មើផ្កាមួយទៀតទេកាត់អីទី1អស់លុយច្រើនស្លឹកយើងវាមានគ្រប់គ្រាន់ហើយទី2កាលណាដែលយើងធ្វើទៅស្លឹកយើងមានគ្រប់គ្រាន់ហើយចេញមកក៏វាចេញតិចតួចដែរជួនកាលវាចេញមកដែរតែចេញខុសចង្វាក់ដែលយើងមិនទាន់ឲ្យចេញគឺរយៈផ្លែប៉ុនមេដៃឬផ្លែប៉ុនម្រាមដៃឬក៏ប៉ុនក្រដៃវាចេញទៅពេលហ្នឹងអញ្ចឹងយើងទុកលុយទុកទៅជួយទប់នៅពេលដែលវាផ្កាដូចជាផ្លែវាអត់ទាន់គ្រប់អាយុដូចជាវាអត់ទាន់ផុតគ្រោះថ្នាក់អញ្ចឹងបាទនៅក្នុងរយៈក្រោមអាយុ60ថ្ងៃគឺចាញ់ត្រួយមកគឺនៅតែគ្រោះថ្នាក់សម្រាប់ផ្លែក្តាប់បាទអញ្ចឹងគឺសម្រាប់ដើមនេះក៏ចាញ់ផ្កាដែរនេះបាទអញ្ចឹងមកសម្រាប់ត្រេនពុកម៉ែបងប្អូនចាញ់ផ្កានៅខែចុងខែ10ថាចូលខែ11អញ្ចឹងគឺផ្កា2ខែបាទចាប់ពីចាញ់ទៅដល់រីក2ខែហើយចាប់ពីរីកទៅដល់ប្រមូលផល4ខែអញ្ចឹងបើចេញខែ11ខែ12ខែ1ផ្ការីក4ខែទៀតខែ5អញ្ចឹងខែ5គឺចាប់ដើមមានចាស់មានទុំហើយបើសម្រាប់នៅរយៈផ្កាត្រេននេះខាងខ្ញុំនេះអាផ្កាប៉ុណ្នេះអាហ្នឹងគឺពាក់កណ្ដាលខែ4ឬខែ4ថ្ងៃទី20អីគឺអាចจะមានទុំមានចាស់មានទុំហើយបាទអញ្ចឹងគឺមិនទៀងទាំងអស់ទេរយៈអាយុផ្លែហ្នឹង120ថ្ងៃហ្នឹងគឺវាមិនមែនដឹងតាម120ថ្ងៃចាស់ទុំទេគឺបើសិនជាមេឃក្តៅត្រឹមតែ100ថ្ងៃឬ110ថ្ងៃគឺវាចាស់ទុំអស់ហើយបើមេឃក្តៅខ្លាំងដូចឆ្នាំមុនបាទឆ្នាំ2023បាទ
ចាំ2023គឺរាំងមែនតើរាំងដល់ខាងខ្ញុំគឺស្រះរីងអស់តែម្ដងបូមពីប្រែកយកមកដាក់តែម្ដងចឹងមកឆ្នាំ2024 25គឺអត់អីចឹងគឺឥឡូវគឺចិត្តដល់ឆ្នាំ2025ចូល26ទៀតហើយចឹងមិនដឹងថាអាកាសធាតុទៅជាបែបណាទេតែបើខ្ញុំស្មានគឺវាមិនរាំងទេអាចជាភ្លៀងញឹកញាប់អាចជាមានភ្លៀងជាបន្តបន្ទាប់អញ្ចឹងបាទវារាំងដែរក៏មិនរាំងដល់ថ្នាក់ដូចឆ្នាំទៅមួយដែរបាទឆ្នាំដែលដាច់ទឹកភ្លៀងមែនតើតែបន្ទាប់មកគឺលែងអីទេបាទបាទអញ្ចឹងនេះសម្រាប់ដើមនេះបាទនេះកក្តៀងខ្ញុំឃើញគេជាច្រើននៅតាមសង្គម Facebook ដែលគេថាកក្តៀងមិនអាចទៅចេញជាផ្កាបានតែខ្ញុំមិនបកកាយអីទេខ្ញុំគ្រាន់តែមើលហើយនិយាយរួមគឺខ្ញុំអត់ចូលចិត្តទៅទោះបីខ្ញុំទៅចិត្តក៏ខ្ញុំមិនទៅល្វីល្វល់មួយគេដែរព្រោះថានៅរៀងខ្លួនវាសក់ជាងបាទកុំទៅគេបាទអញ្ចឹងគឺនេះខ្ញុំថតបងប្អូនមើលផ្ទាល់ថាកក្តៀងចាញ់មកជាផ្កាបាននេះបាទឲ្យតែយើងសមអាហារធម្មពលទៅគ្រប់គ្រាន់ហើយនឹងអាកាសធាតុវាអំណោយផលដូចជាដាច់ទឹកភ្លៀងស្ងួតដីអញ្ចឹងគឺ